ការតាក់តែងមេឃរបស់ស្វាយចន្ទីគោលការណ៍កាត់មេឃបន្ទាប់ពីដាំបាន10ខែឡើងនឹងត្រូវអនុវត្តរូបមន្ត13612មានន័យថាដើមមេ1កាត់ទុក3មេឃហើយបន្តពីមេឃ3កាត់ទុក6មេឃហើយបន្តពីនឹងកាត់ទុក12មេឃទៀតការតាក់តែងមេឃនិងការសម្អាតដើមចាប់ពីខែឧសភាដល់ខែមិថុនាក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសារធាតុចិញ្ចឹមកត្តាចង្រៃសត្វល្អិតនិងជំងឺផ្សេងៗនិយាយទៅដល់របៀបតាក់តែងមេឃស្វាយចន្ទីដែលពេលឲ្យផលហ្នឹងទី1ហ្នឹង2ដងក្នុងមួយឆ្នាំមុនពេលចេញផ្កាខែតុលានិងជាពិសេសក្រោយប្រមូលផលខែមេសាឬខែឧសភាកាត់មេឃដែលមានជំងឺឬសត្វបំផ្លាញមេឃហ្នឹងដែលក្របពីលើគ្នាមេឃខាងក្នុងឬមេឃក្រោមគេមេឃមិនសមស្របផ្សេងទៀតតាមទម្រង់ដើមកាត់មេឃដែលលូតលាស់ហួសពីការចង់បានខ្ពស់ពេកឬក៏ទាបពេកហើយកាត់មេឃគ្មានប្រយោជន៍ដែលដណ្ដើមសារធាតុចិញ្ចឹមមេឃដែលកាត់ហើយត្រូវយកទៅកប់ឬដុតចោលចំណែកអត្ថប្រយោជន៍វិញគឺជួយកាត់បន្ថយវត្តមានសត្វល្អិតនៅក្នុងចម្ការងាយស្រួលក្នុងការគ្រប់គ្រងជំងឺនិងសត្វល្អិតជួយឲ្យមានពន្លឺថ្ងៃនិងខ្យល់ចេញចូលបានល្អងាយស្រួលគ្រប់គ្រងសារធាតុចិញ្ចឹមជួយបង្កើនគុណភាពផ្កានិងផ្លែផងដែរបន្ទាប់ពីស្ដាប់វីដេអូនេះហើយអ្នកទាំងអស់គ្នាមានចម្ងល់អីអត់បើសិនជាមានអាច comment នៅខាងក្រោមនេះបានអរគុណទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ